ទេពិសិដ្ឋតារារ៉េបវ័យក្មេងប្រចាំប្រទេសកម្ពុជាអនាគតអាចល្បីល្បាញមិនចាញ់រៀមច្បងវណ្ណដានោះទេខ្ញុំមកដល់ពីនេះមួយនឹងគ្នាទៅ form in the club ខ្ញុំមកនឹងអាចារ្យទីជាមួយរីគីមានសួស្តីអ្នកនរគ្នានៅថ្ងៃនេះខ្ញុំបាទច័ន្ទតារារិទ្ធនឹងមកនិយមពីតារារ៉េបវ័យក្មេងដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងត្រចះត្រចង់នៅក្នុងប្រទេសកម្ពុជាគឺទេពិសិដ្ឋដែលអ្នកនរគ្នាបានដឹងហើយថាទេពិសិដ្ឋគឺជាអតីតបេក្ខភាពជ័យលាភីលេខ1នៅក្នុងកម្មវិធី The Voice Kids Cambodia នៅក្នុងឆ្នាំ2018ដែលបច្ចុប្បន្ននេះគេបានវិវត្តខ្លួនក្លាយទៅជាតារារ៉េបហើយកំពុងតែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺបទចម្រៀងរបស់គេនីមួយៗគឺសុទ្ធតែទទួលបាននូវការគាំទ្រខ្លាំងពីទស្សនិកជនដូច្នេះហើយធ្វើឲ្យមហាជនជាច្រើនរំពឹងថាទៅថ្ងៃអនាគតទេពិសិដ្ឋនឹងអាចមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់រៀមច្បងរបស់ខ្លួននោះទេដូចជាលោកម៉ាន់វណ្ណដាជាដើមដែលបច្ចុប្បន្នគាត់គឺជាតារារ៉េបដ៏ល្បីនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅលើឆាកអន្តរជាតិដោយឡែកនៅថ្ងៃនេះគឺខ្ញុំនឹងនិយាយអំពីហេតុផលធំៗមួយចំនួនដែលខ្ញុំរំពឹងថាទៅថ្ងៃអនាគតទេពិសិដ្ឋនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់រៀមច្បងម៉ាន់វណ្ណដានោះទេក្រោយពេលដែលគេចាក់ចេញពីប្រតិកម្មរស្មីហងមាសគេឈ្មោះរបស់គេចាប់ផ្ដើមល្បីរន្ទឺខ្លាំងតាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា20 Hours Now ដូច្នេះចង់ដឹងថាតើហេតុផលអ្វីខ្លះដែលទេពិសិដ្ឋអាចនឹងក្លាយជាកំពូលតារារ៉េបនាថ្ងៃអនាគតនោះតោះមកដឹងទាំងអស់គ្នាចំណុចទី1ដែលខ្ញុំលើកយកមកនិយាយនៅពេលនេះគឺទេពិសិដ្ឋមានមូលដ្ឋានគ្រឹះផ្នែកសិល្បៈយ៉ាងរឹងមាំដោយតែអ្នកទាំងអស់គ្នាបានដឹងហើយថាគាត់គឺជាបេក្ខជនជាលេខ1នៅក្នុងកម្មវិធី The Voice Cambodia ដែលកម្មវិធីនេះហើយប្រៀបបានដូចជាសាលាដែលបណ្ដុះបណ្ដាលឲ្យទេពិសិដ្ឋក្លាយទៅជាសិល្បករដ៏មានគុណភាពដោយសារតែនៅក្នុងកម្មវិធីនេះគឺមានខូចដែលបង្វឹកគេពីមួយវគ្គទៅមួយវគ្គរហូតធ្វើឲ្យគេស្គាល់កលុកកលៈនៅក្នុងការច្រៀងការប្រើប្រាស់សម្លេងបានយ៉ាងល្អដូច្នេះហើយទេពិសិដ្ឋមិនមែនត្រឹមតែអាចរ៉េបបានយ៉ាងល្អនោះទេក៏ប៉ុន្តែបើនិយាយអំពីសមត្ថភាពនៅក្នុងការច្រៀងបទចម្រៀងវិញក៏គេមានសមត្ថភាពច្រៀងពីរោះមិនធម្មតាដែរចំណុចទី2ដែលខ្ញុំគិតថាក៏ជាចំណុចសំខាន់ដែលនឹងស្ទួយឲ្យកេរ្តិ៍ឈ្មោះរបស់ទេពិសិដ្ឋកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅថ្ងៃអនាគតនោះគឺដោយសារតែសម្លេងយូនីបនិង style ដែលជារបស់ខ្លួនឯងក្រោយចាកចេញពីប្រកម្មរស្មីហងមាសបាត់មុខតែមួយរយៈខ្លីទេពិសិដ្ឋបានវិលត្រឡប់មកវិញជាមួយនឹង style ចម្រៀងដ៏ប្លែកជាពិសេសគឺតាមរយៈបទចម្រៀង20 Hours Now ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនឹងសមត្ថភាពក្មេងប្រុសម្នាក់នេះដែលគេគិតថាគាត់ជាតារាចម្រៀងច្រៀងបទបែបមនោសញ្ចេតនាដែលត្រឡប់មកវិញនៅក្នុង style ថ្មីហើយប្លែកហើយធ្វើឲ្យមហាជនបើកភ្នែកធំៗសម្លឹងមើលឃើញពីសមត្ថភាពរបស់ទេពិសិដ្ឋនោះគឺ style នៅក្នុងការច្រៀងក៏ដូចជា style នៅក្នុងការតុបតែងខ្លួនជាដើមជារបស់ពិសិដ្ឋមិនជាន់ជាមួយនឹងសិល្បកររូបណាដែលចំណុចនេះហើយធ្វើឲ្យគេកាន់តែលេចធ្លោនិងធ្វើឲ្យទស្សនិកជនងាយចងចាំឈ្មោះទេពិសិដ្ឋនៅក្នុងវិស័យសិល្បៈជាពិសេសនៅក្នុងវិស័យ rap នេះតែម្ដងចំណុចទី3ដែលខ្ញុំតែងតែកោតសរសើរទៅលើសមត្ថភាពទេពកោសល្យតារា rap វ័យក្មេងរូបនេះគឺបទចម្រៀងរបស់គេពេញដោយគុណភាពទេពិសិដ្ឋជាតារា rap មួយរូបដែលគាត់ផ្ដោតលើគុណភាពជាជាងបរិមាណដោយតែអ្នកនរគ្នាបានដឹងហើយថាទេពិសិដ្ឋមិនសូវជាចេញបទចម្រៀងញឹកញាប់នោះទេពីមួយខែទៅមួយខែក៏ប៉ុន្តែនៅពេលដែលគេចេញបទចម្រៀងណាមួយគឺបើមិនពីរោះមិនប្លែកគឺមិនមែនទេពិសិដ្ឋទេមិនថាតែអត្ថន័យនៅក្នុងបទចម្រៀងឬក៏ចង្វាក់ភ្លេងនោះទេស្ដាប់ហើយគឺយើងអាចកំសាន្តអារម្មណ៍ relax អារម្មណ៍ប្លែកអារម្មណ៍ពីមួយបទទៅមួយបទគឺយើងតែងតែចង់ដឹងថាតើទេពិសិដ្ឋនឹងចេញបទចម្រៀងអីទៀតធ្វើឲ្យយើងតែងតែចង់បាននៅបទចម្រៀងថ្មីៗតន្ត្រីថ្មីៗពីទេពិសិដ្ឋចំណុចទី4ដែលខ្ញុំគិតថាទស្សនិកជនក៏គិតមិនខុសពីខ្ញុំដែរនោះគឺ flow rap របស់ទេពិសិដ្ឋតែម្ដង flow នៅក្នុងការ rap របស់ទេពិសិដ្ឋពីមួយបទទៅមួយបទគឺតែងតែប្លែកគ្នាជានិច្ចមិនជាន់គ្នានោះទេដែលចំណុចនេះហើយដែលគេហៅថាមិនដដែលសម្រាប់ទស្សនិកជនដោយតែអ្នកនរគ្នាបានដឹងហើយថានៅក្នុងវិស័យសិល្បៈមិនថាតែផ្នែកតារាចម្រៀងឬក៏តារាសម្ដែងឬក៏អ្នកណាទេប្រសិនបើយើងធ្វើអីដែលដដែលធ្វើឲ្យទស្សនិកជនចាប់ផ្ដើមស៊ាំហើយនោះគឺគេឈ្មោះមិនអាចយូរអង្វែងទេប៉ុន្តែទេពិសិដ្ឋចំណុចនេះមួយគឺពិតជាខ្លាំងមែនទែនបទចម្រៀងរបស់គាត់គឺអត់ដែលជាន់គ្នាទេជាពិសេស flow នៅក្នុងការ rap នេះតែម្ដងចំណុចទី5ដែលខ្ញុំនិយាយអំពីទេពិសិដ្ឋដែលខ្ញុំគិតថាគាត់គឺជាតារា rap ដ៏ល្អមួយរូបនិងអាចមានកេរ្តិ៍ឈ្មោះល្បីល្បាញយូរអង្វែងនៅថ្ងៃអនាគតនោះគឺដោយសារតែបទចម្រៀងរបស់គេពីមួយបទទៅមួយបទថ្មីបើជាតារា rap ក៏ពិតមែនក៏ប៉ុន្តែយើងកម្របានឮពាក្យអសុរោះឬក៏ពាក្យមិនល្អពីបទចម្រៀងរបស់ទេពិសិដ្ឋណាស់បទចម្រៀងរបស់គេគឺផ្ដល់នូវការកំសាន្តអារម្មណ៍ធ្វើឲ្យទស្សនិកជនស្ដាប់ហើយគឺ relax ធូរស្បើយនៅក្នុងអារម្មណ៍ដែលចំណុចនេះហើយធ្វើឲ្យខ្ញុំសរសើរគាត់ខ្លាំងមែនទែនតែម្ដងគឺគាត់អាចទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញដោយមិនចាំបាច់ប្រើពាក្យជេរប្រមាថឬក៏ពាក្យមិនល្អនៅក្នុងបទចម្រៀងរបស់គាត់នោះទេសរុបមកវិញនេះជាការយល់ឃើញរបស់ខ្ញុំទេទៅលើសមត្ថភាពទេពកោសល្យរបស់ទេពិសិដ្ឋនៅក្នុងវិស័យសិល្បៈជាពិសេសនៅក្នុងវិស័យ rap នេះហើយប្រសិនបើទស្សនិកជនយល់ឃើញខុសប្លែកពីខ្ញុំយ៉ាងណានោះកុំភ្លេច comment នៅក្នុងវីដេអូទាំងអស់គ្នាបាទហើយប្រសិនបើការអធិប្បាយរបស់ខ្ញុំបាទមានចំណុចខុសឆ្គងនៅត្រង់ប្រការណាមួយនោះក៏សូមអធិស្ឋានផងប្រសិនបើចង់ឲ្យខ្ញុំលើកយកនៅសិល្បកររូបណាមកនិយាយជាបន្តទៀតនោះអាច comment បានយើងនឹងជួបគ្នានៅវីដេអូក្រោយខណៈនេះខ្ញុំបាទចន្ទរារិទ្ធសូមអរគុណនិងសូមជម្រាបលា